ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំបាទនេះជាវីដេអូរីត្រីរន្ធត់អ្នកនរគ្នាបងប្អូនទាំងអស់គ្នាធ្លាប់ឮចាស់ពីដើមគេនិយាយថាខ្មោចដើរក្រោយខ្នងទេបងប្អូនទាំងអស់គ្នាហ្នឹងហើយនំស្រីម្នាក់នៅខាងខេត្តកំពតគឺគាត់បានប្រាប់ខ្ញុំរឿងរ៉ាវរបស់គាត់ដែលគាត់បានជួបជាមួយនឹងខ្មោចដើរក្រោយខ្នងអ្នកនរគ្នាថ្ងៃមួយគាត់បានទៅផ្ទះបងប្អូនរបស់គាត់បានទៅហូបអីចឹងក៏គាត់បានប្រាជ្ញគ្នាទល់ដល់ម៉ោង 2 ដល់ 10 យប់ហើយអ៊ំស្រីម្នាក់នោះគឺគាត់បានមកផ្ទះវិញតែម្នាក់ឯងហើយពេលហ្នឹងគឺតាមផ្លូវស្ងាត់មែនតើអ្នកគ្នាវាមក 2 ដល់ 10 យប់វាល្មមនឹងស្ងាត់ហើយពេលនោះក៏គាត់បានដើរមកដល់ពាក់កណ្ដាលផ្លូវនៅព្រៃតែកន្លែងដែលខ្មោចចំណាំគេយកទៅបូជានឹងអ្នកដែលគេគ្មានមេគ្មានអីចឹងគេបូជានឹងដើមចេកដើមអីចឹងទៅស្រាប់តែគាត់មកដល់កន្លែងហ្នឹងគាត់មានអារម្មណ៍ថាគាត់ទៅជាខ្នងឬល្ងាធ្លាក់ខ្យល់មកចឹងគាត់ក៏មានអារម្មណ៍ថាដូចជាមានមនុស្សម្នាក់នៅខាងក្រោយខ្នងគាត់ដើរពីក្រោយគាត់ចឹងហ្នឹងហើយអ្នកគ្នាបន្ទាប់មកគឺគាត់បានសម្រេចចិត្តថាគាត់នឹងងាកក្រោយមើលទោះជួបអ្វីក៏គាត់ត្រូវតែងាកមើលដែរព្រោះគាត់ថាដូចមានគេដោះគាត់បន្ទាប់ពីដែលគាត់បានងាកមកគឺគាត់អត់បានឃើញអ្វីទេអ្នកគ្នាប៉ុន្តែវារៀងល្ងឹតចឹងហើយក៏គាត់ថាប្រហែលជាគ្មានអីដល់ពេលគាត់ដើរផុតពីកន្លែងហ្នឹងតិចគឺមានអ្នកគឺដើរជើងអូសលើអាខ្នល់ក្រហមយើងនឹងដើរអូសលន់ច្រោកចឹងណាហើយក៏គិតក្នុងចិត្តថាច្បាស់ណាស់ជាខ្មោចហ្នឹងហើយពេលនោះអ្នកគ្នានឹងទេគឺគាត់គិតក្នុងចិត្តហើយគាត់ក៏ងាកមកមែនអ្នកគ្នាដឹងយ៉ាងម៉េចទេគឺមានមនុស្សស្រីម្នាក់ឆ្លៀកឈុតសឈរមើលមកគាត់ហើយពេលនោះអ្នកគ្នាគួរតែគិតដឹងថាពេលហ្នឹងគឺរន្ធត់ណាស់អ្នកគ្នាមកពីដណ្ដប់ជប់គិតអត់មានម៉ូតូឡានទេនៅក្នុងភូមិគឺមានតែដើមត្នោតដើមដូងដើមស្វាយដើមអីនៅតាមមុខផ្ទះគេចឹងវារៀងតិចហើយអ្នកគ្នាដឹងមកយើគឺគាត់ថាគាត់រត់គាត់ឈឺរយៈពេល1អាទិត្យអ្នកគ្នាឈឺរយៈពេល1អាទិត្យបានជាហើយគាត់បានប្រាប់ថាពេលនោះគាត់គិតអីលែងចេញហើយគូដោយសារគាត់តាំងពីទូចមកគាត់ថាគាត់អត់ដែលឃើញខ្មោចទេទើបគាត់អាយុចូល40នេះហើយបានគាត់ឃើញគាត់ថាពិតជាខ្លាចមែនតើអ្នកគ្នាឥឡូវរឿងយើងក៏បានចប់ហើយសង្ឃឹមថាពុកម៉ែបងប្អូនអ្នកគ្នានឹងចូលចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយ follow share ហើយនិង subscribe channel ខ្ញុំម្នាក់មួយផងអ្នកគ្នាបាទអរគុណច្រើន